ហើយអ្វីបានជាប៉ុន្មានឆ្នាំមកនេះប្រទេសចិនមិនអាចផលិតខ្សែភាពយន្តល្អបានមានគេនិយាយថាមូលហេតុគឺការត្រួតពិនិត្យរឹតបន្តឹងខ្លាំងពេកប៉ុន្តែមនុស្សភាគច្រើននៅតែមានមន្ទិលសង្ស័យរហូតដល់ខ្ញុំបានឃើញរឿងនេះស្នាដៃដែលលោកយូហាស្រឡាញ់បំផុតតែដោយសារតែខ្លឹមសារមានចំនួនខ្លាំងធ្វើឲ្យក្នុងស្រុកគ្មានអ្នកណាហ៊ានថតចុងក្រោយត្រូវខាងប្រទេសកូរ៉េខាងត្បូងទិញសិតទៅយកទៅផលិតឡើងវិញរហូតក្លាយជាភាពយន្តបុរាណហើយនេះក៏ជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើនរបស់យូហាតែកុំមកឃើញមានផ្ដល់ក្តីស្រឡាញ់និងក្តីសង្ឃឹមនៅចុងបញ្ចប់គ្រាន់តែដោយសារបុរសក្រីក្រម្នាក់លងស្រឡាញ់នារីក្នុងសុបិនគាត់សុខចិត្តលក់ឈាម11ដងដើម្បីចិញ្ចឹមកូនរបស់អ្នកដទៃតែគាត់បានប្រើសកម្មភាពបញ្ជាក់ថាសេចក្តីស្រឡាញ់របស់ឪពុកគឺធំធេងណាស់កូរ៉េខាងត្បូងក្នុងទសវត្សរ៍ឆ្នាំ60កំពុងស្ថិតក្នុងស្ថានភាពកសាងប្រទេសក្រោយសង្គ្រាមសម្ភារៈខ្វះខាតខ្លាំងមនុស្សភាគច្រើនកំពុងតស៊ូនឹងជីវភាពប្រចាំថ្ងៃហើយយុវជននៅជាន់ថ្នាក់ក្រោមនៃសង្គមសុទ្ធតែចូលរួមក្នុងការកសាងមាតុភូមិក្នុងនាមជាកម្លាំងពលកម្មតែមួយគត់ក្នុងផ្ទះស៊ីសានខ្វាន់ក៏ដូចជាអ្នកដទៃដែរព្រោះតែគ្រួសារក្រីក្រទើបនៅតែជាគំលុះរហូតមកដល់ពេលនេះភាពសប្បាយរីករាយធំបំផុតរបស់ពួកគេជារៀងរាល់ថ្ងៃគឺនៅពេលសម្រាប់ជែកលេងរឿងធ្វើម៉េចទៅតាមស្រឡាញ់នារីក្នុងភូមិនេះក្លាយជាពេលដែលក្រុមបុរសកំឡោះទាំងនេះមានក្តីសុខបំផុតសម្លេងដ៏ផ្អែមល្ហែមមួយទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាភ្លាមរាល់ពេលដែលកូនស្រីផ្ទះលោកតាស៊ីយូលីនលេចមុខមកក្រសែភ្នែករបស់បុរសគ្រប់រូបនឹងត្រូវទាក់ទាញដោយសម្រស់ដ៏ស្រស់ស្អាតរបស់នាងសូម្បីតែចង់ជែកជាមួយនាងពី3ម៉ាត់ពួកគេក៏ប្រញាប់ទៅទិញពោតលីងពីនាងដែរហើយស៊ីសានខ្វាន់កាន់តែវង្វេងវង្វាន់ស្មានថាយូលីនប្រហែលជាទេពធីតាចុះមកពីស្ថានសួគ៌សូម្បីតែបងដែលធ្លាប់ធ្វើខ្លួនមើងម៉ាត់ពេលនៅមុខយូលីនក៏ចាប់ផ្ដើមនិយាយលេងដឹងរឿងពេលនោះស៊ីសានខ្វាន់ដែលគ្មានប្រាក់ក្នុងហោប៉ៅក៏មានអារម្មណ៍ខ្មាស់អៀននៅចំពោះមុខអ្នកដទៃគាត់ក៏ចង់ភ្លុកថាតើពោតលីងរបស់ផ្ទះនាងមានរសជាតិយ៉ាងណាប្រហែលជាឃើញភាពក្រីក្ររបស់ស៊ីសានខ្វាន់ទៅយូលីនក៏ដឹងខ្លួនឲ្យគាត់សាកភ្លុកបន្តិចក្នុងក្រសែភ្នែកអ្នកដទៃនេះគឺជាការបង្ហាញពីភាពឆ្លាតវៃក្នុងការរកស៊ីរបស់យូលីនតែក្នុងក្រសែភ្នែករបស់ស៊ីសានខ្វាន់គាត់គ្រាន់តែឃើញនារីស្រស់ស្អាតម្នាក់បង្ហាញក្តីមេត្តាចំពោះគាត់សូម្បីតែត្រូវមិត្តរួមការងារលេងសើចស៊ីសានខ្វាន់នៅគិតដោយភាពជឿជាក់ថាយូលីនមានចិត្តលើគាត់ទាន់ពេលដែរ공란이만나는남자였다잖아. 그래 저 하도영 때 개자식이잖아. ព្រោះតែរស់នៅក្បែរពួកអាមេរិកាំងយូរមកហើយជីវិតគេក៏រុងរឿងគួរសមប៉ុន្តែអ្នកណាក៏ដឹងដែរថាគេគឺជាប្រុសព្រានទោះបីជាដូចផ្កាស្រស់ដុះលើគំនរលីមកក៏ដោយពួកគេក៏ដឹងថាខ្លួនឯងប្រជែងមិនឈ្នះហ៊ឺស៊ីវយ៉ងទេតែស៊ីសានខ្វាន់ដែលលងស្រឡាញ់យូលីនតាំងពីឃើញដំបូងមិនគិតបែបនោះទេគាត់សន្យាក្នុងចិត្តថាត្រូវតែរៀបការជាមួយយូលីនឲ្យបានមុនអ្នកដទៃតែការពិតគឺគាត់គ្មានលុយសម្រាប់រៀបការឡើយទើបគាត់នឹកឃើញរឿងលក់ឈាមដែលពូធ្លាប់និយាយពីមុនពូបានប្រាប់ថាវាពិតជាបានលុយច្រើនជាងធ្វើការធម្មតាតែអ្វីដែលគាត់ងឿងឆ្ងល់គឺហេតុអ្វីស៊ីសានខ្វាន់សួររឿងនេះរហូតដល់ដឹងថាស៊ីសានខ្វាន់ចង់បង្កើតគ្រួសារពូក៏មើលមុខក្មួយប្រុសដែលកំពុងមានកម្លាំងពេញទីនេះហើយក៏លែងហាមគាត់ទៀតព្រមទាំងណែនាំអ្នកភូមិដែលធ្លាប់មានបទពិសោធន៍ឲ្យនាំគាត់ទៅក្នុងសម័យកាលដែលអ្វីក៏ខ្វះខាតនោះឧស្សាហកម្មក្រោមដីនេះបានក្លាយជាប្រភពចំណូលលឿនបំផុតនិងច្រើនបំផុតសម្រាប់អ្នកក្រីក្រទើបអ្នករួមដំណើរដែលមានបទពិសោធន៍បង្រៀនស៊ីសានខ្វាន់នៅវិធីសាស្ត្រមួយនោះគឺមុនពេលដកឈាមត្រូវតែផឹកទឹកឲ្យបានច្រើនកែវវិធីនេះនឹងធ្វើឲ្យឈាមរាវកាត់បន្ថយការខូចខាតដល់រាងកាយហើយត្រូវផឹកទឹកឲ្យអស់មួយដង្ហើមប្រហែល7-8 គីឡូតែសូមពន្យល់ដល់អ្នកទាំងអស់គ្នាថាការរក្សាជាតិទឹកឲ្យគ្រប់គ្រាន់ក្នុងដំណើរការដកឈាមគ្រាន់តែមានតួនាទីការពារការបាត់បង់ជាតិទឹកប៉ុណ្ណោះតែការផឹកទឹកលើសកម្រិតអាចនាំឲ្យទល់ឲ្យភាពអេឡិចត្រូលីតក្នុងរាងកាយមិនប្រក្រតីឬសូម្បីតែពុលទឹកចំណែកឯការធ្វើឲ្យឈាមរាវនិងការកាត់បន្ថយធម្មពលតាមពិតមិនមានប្រយោជន៍អ្វីធំដុំទេដល់ពេលស៊ីសានខ្វាន់ទៅដល់មន្ទីរពេទ្យគាត់លែងទ្រាំបានទៀតហើយមិត្តរួមដំណើរបានខាត់គាត់ភ្លាមហើយប្រាប់គាត់ថាអ្វីដែលកំពុងទុកគឺក្តីសង្ឃឹមពួកគេមិនត្រឹមតែត្រូវអត់ធ្មត់ថែមទាំងត្រូវឆ្លៀតផឹកទឹកឲ្យបានច្រើនទៀតក្នុងពេលរងចាំរហូតដល់ពេលពួកគេទុកខោឲ្យណែនដើរចូលទៅក្នុងបន្ទប់គ្រូពេទ្យឃើញមុខពួកគេក្រហមព្រឿងដោយសារទប់ទឹកគ្រូពេទ្យក៏អត់នឹងសើចមិនបានពេលឃើញអ្នកមកថ្មីដើមឡើយម្នាក់អាចដកបានតែមួយដបប៉ុណ្ណោះតែបន្ទាប់ពីមិត្តរួមដំណើរយកឥលឹកមួយផ្លែចេញមកអាឡុងនៅខាងក្រោយក៏ប្រញាប់យកឥលឹកដែលត្រៀមរួចទៅជូនគ្រូពេទ្យអ្នកគ្រប់គ្នាយល់ចិត្តគ្នាដឹងថាដកតិចឬច្រើនគឺអាស្រ័យលើគ្រូពេទ្យចុងក្រោយគ្រូពេទ្យព្រមដកឲ្យពួកគេ3ដបហើយមួយដបគឺ1,000 មីលីលីត្រមើលទៅឈាមពេញដបស៊ីសានខ្វាន់មានអារម្មណ៍ខ្លាចជាលើកដំបូងតែពេលគិតដល់ប្រាក់ចំណូលពីឈាម3ដបនោះដែលស្មើនឹងប្រាក់ខែ3ខែមិត្តភក្តិក៏សើចរីករាយស៊ីសានខ្វាន់ទប់ទឹកសឹងផ្ទុះចង់តែរត់ទៅបន្ទប់ទឹកភ្លាមបន្ទាប់ពីដកឈាមរួចមិត្តរួមដំណើរបានបង្រៀនមេរៀនសំខាន់មួយទៀតនោះគឺត្រូវតែហូបសាច់ឈាមជាមួយស្រាអង្ករដើម្បីឲ្យមានកម្លាំងឡើងវិញហើយសួរស៊ីសានខ្វាន់បន្តិចថាអារម្មណ៍ពេលដកឈាមលើកដំបូងយ៉ាងណាដែរ 이거 신기해요. 이게 뭐가 따른하고 이 구름 위를 떠다니는 것 같은 게 이거 되게 묘해요. 그치. រាងកាយនេះឪពុកម្ដាយជាអ្នកផ្ដល់ឲ្យបើមិនមែនព្រោះតែជីវភាពទេតើអ្នកណាចង់លក់ឈាមខ្លួនឯងល្ងាចថ្ងៃនោះស៊ីសានខ្វាន់ក៏ប្រញាប់ទៅរកយូលីន 죄송했지만 제가 웅란 씨한테 만두를 좀 대접해도 될까요? 어떻게 웅란 씨한테 만두를 좀 사드리고 싶은데 어떻게 만두 먹으러 갈까요 지금? ឃើញស៊ីសានខ្វាន់ឈោស្ងៀមបែបនោះយូលីនមានអារម្មណ៍ថាបុរសម្នាក់នេះមិនមានចិត្តងាយអាក្រក់ឡើយហើយក្នុងសម័យកាលខ្វះខាតនោះមានគេមកលៀងនំសាច់
យូលីនក៏ឆ្លើយព្រមដោយក្តីរីករាយមិននឹកស្មានថាការណាត់ជួបលើកដំបូងនឹងដំណើរការទៅដោយរលូនបែបនេះរួចមកគាត់ក៏រត់ដោយក្តីរំភើបភ្លេចអស់ពីភាពហត់នឿយព្រឹកថ្ងៃបន្ទាប់ស៊ីសានខ្វាន់បានទិញសាច់ជ្រូកដុំធំឲ្យយូលីនព្រមទាំងទិញទឹកអប់ថ្លៃជូននាងតាមផ្លូវអ្នកទាំងពីរនិយាយលេងយ៉ាងរីករាយក្នុងសម័យកាលដែលរស់នៅមិនឆ្អែតនេះស៊ីសានខ្វាន់បានលៀងយូលីននៅនំសាច់ដែលគាត់មិនបានហូបយូរហើយនិងសាច់អាំងដែលបានហូបតែពេលបុណ្យទានរហូតដល់ស៊ីសានខ្វាន់បានឃើញទេពធីតារបស់ខ្លួនបង្ហាញទឹកមុខពេញចិត្តគាត់ជឿជាក់ថាខ្លួនបានយកឈ្នះចិត្តនាងហើយមើលទៅយូលីនសប្បាយចិត្តពេលនេះស៊ីសានខ្វាន់មានការយល់ច្រឡំមួយនោះគឺយូលីនព្រមទទួលយកគាត់ទាំងស្រុងតែអ្វីដែលស៊ីសានខ្វាន់ធ្វើបន្តមកនេះធ្វើឲ្យយូលីននិយាយលេងចេញ 오늘 옥란 씨가 드신 게 냉면 200관, 만두가 200관, 불고기가 400관, 돼지고기 한 근에 솜사탕, 향수에 커피까지 도합 2,000원이네. 언제 저한테 시집 오실 거예요? 뭐라고요? 언제 저한테 시집 오실 거냐고요? 말도 안 돼. គាត់សុខចិត្តចំណាយលុយច្រើនបែបនេះដើម្បីនារីម្នាក់មានន័យថានារីដែលគាត់ស្រឡាញ់ក៏ព្រមទទួលក្តីស្រឡាញ់របស់គាត់ដែរការគិតដ៏ចម្លែកនេះធ្វើឲ្យយូលីនសើចមិនចេញនាងប្រាប់ឲ្យស៊ីសានខ្វាន់យកសាច់ជ្រូកនិងទឹកអប់ត្រឡប់ទៅវិញនិងបញ្ជាក់ចំហរបស់ខ្លួន 난 당신한테 시집 갈 수 없어요. 난 남자가 있단 말이에요. 하소영이요. មានការជិះចាប់ស៊ីសានខ្វាន់មិនដឹងនិយាយអ្វីយូលីនគិតថាបែបនេះស៊ីសានខ្វាន់នឹងដកខ្លួនថយតែអ្វីដែលនាងមិនដឹងគឺស៊ីសានខ្វាន់មានគុណសម្បត្តិមួយតែលេចធ្លោជាងអ្នកណានោះគឺភាពព្យាយាមរបស់គាត់ឬអ្វីដែលគេហៅថាមុខក្រាស់ទើបស៊ីសានខ្វាន់ទៅរកឪពុករបស់យូលីនលោកតាស៊ីពេលឃើញមុខស៊ីសានខ្វាន់ក៏ចាប់ផ្ដើមលេងមនោសញ្ចេតនាដោយប្រាប់ថាឪពុកខ្លួននិងលោកតាស៊ីគឺជាមិត្តចាស់នឹងគ្នាសូម្បីតែគាត់ផ្ទាល់នឹងកូនប្រុសរបស់លោកតាក៏ធ្លាប់ជាមិត្តជិតស្និទ្ធដែរលោកតាស៊ីងឿងឆ្ងល់ថាហេតុអ្វីស៊ីសានខ្វាន់និយាយច្រើនម្ល៉េះគោលបំណងគឺអ្វីស៊ីសានខ្វាន់ទើបប្រាប់ត្រង់ 근데 그 하소영이가 좀 문제가 좀 있습니다. 뭔 얘기를 하고 싶은 게요, 자네? 윗동네에서는요, 그 하소영이가 결혼을 미끼로 여자들이나 후리고 다니는 남봉꾼이라는 소문이 있습니다. 옥란 양이 하소영에게 시집을 가버리면 아버님 댁 허씨성은 대가 끊기게 되는 것이죠. 하지만 저에게 시집을 오면 같은 허씨니까 자연스럽게 대를 이을 수도 있고 그 다음에 아버님께서 30년 동안 해오신 강냉이 장사를 제가 이어나갈 수 있을 거라고 생각합니다. 다시 말씀드려서 제가 대릴 사위가 되는 것이죠. ឃើញថាគាត់មានការរំជួលចិត្តស៊ីសានខ្វាន់ក៏បង្កើនការតាក់ទាញយកលុយសន្សំទាំងអស់របស់ខ្លួនមកឲ្យលោកតាស៊ីជាថ្លៃកូនក្រមុំនិងសន្យាថានឹងមើលថែយូលីនឲ្យបានល្អនិងខំប្រឹងធ្វើការបន្ថែមទៀតដើម្បីឲ្យពួកគេមានជីវិតល្អជាងនេះដោយសារតែភាពចេះនិយាយក្បាលរឹងនិងភាពស្មោះត្រង់របស់គាត់លោកតាស៊ីក៏ត្រូវបានបញ្ចុះបញ្ចូលទាំងស្រុងហើយយប់នោះក៏សម្រេចចិត្តផ្ញើកូនស្រីឲ្យស៊ីសានខ្វាន់ 그 하소영이한테 가서 전화하거라. 너 시집 간다고. 신랑 이름은 하소영이 아니라 여기 허삼관이라고. 감사합니다, 아버님. 아버지, ពេលនេះទោះយូលីនមិនព្រមយ៉ាងណាក៏មិនអាចប្រឆាំងនឹងពាក្យរបស់ឪពុកម្ដាយនាងចង់ផ្ដល់ឱកាសឲ្យហ៊ឺស៊ីវយ៉ុងម្ដងទៀតតែហ៊ឺស៊ីវយ៉ុងដឹងថាកូននាពេលអនាគតត្រូវតាមត្រកូលខាងម្ដាយក៏បដិសេធភ្លាមច្បាស់ណាស់ថាយូលីនមើលឃើញពីភាពពិតប្រាកដរបស់បុរសម្នាក់នេះមិនព្រមលះបង់ដើម្បីនាងឡើយចុងក្រោយនាងជ្រើសរើសការកាត់ផ្ដាច់ទំនាក់ទំនងនេះផ្ដាច់ចោលទាំងស្រុងបើធៀបជាមួយហ៊ឺស៊ីវយ៉ុងស៊ីសានខ្វាន់ទោះមិនអាចផ្ដល់ជីវិតសម្ភារៈល្អបំផុតឲ្យនាងតែនាងអាចទទួលអារម្មណ៍បានថាគាត់ស្រឡាញ់នាងដោយអស់ពីចិត្តមិនយូរប៉ុន្មានក្តីស្រឡាញ់របស់ពួកគេក៏កាន់តែផ្អែមល្ហែមចុងក្រោយក្រោមការធ្វើជាសាក្សីរបស់អ្នកភូមិទាំងមូលពួកគេក៏បានរៀបការហើយជីវិតដ៏សាមញ្ញក៏កន្លងផុតទៅ11ឆ្នាំយូលីនបានផ្ដល់កំណើតកូនប្រុស3នាក់ឲ្យស៊ីសានខ្វាន់ឈ្មោះកូននីមួយសុទ្ធតែមានពាក្យថាលីសង្ឃឹមថាពួកគេនឹងរស់នៅដោយសុខសាន្តហើយក្នុងចំណោមកូន3នាក់កូនប្រុសច្បងយីលីគឺជារឿងដែលស៊ីសានខ្វាន់មានមោទកភាពបំផុតព្រោះមិនត្រឹមតែឆ្លាតវៃថែមទាំងចេះយកចិត្តឪពុកម្ដាយតែពេលយីលីកាន់តែធំឡើងក៏មានពាក្យចាមអារ៉ាមក្នុងភូមិថាយីលីបើមើលពីទម្រង់មុខមិនមានអ្វីដូចស៊ីសានខ្វាន់បន្តិចឡើយផ្ទុយទៅវិញគេគិតថាយីលីកាន់តែមើលទៅដូចហ៊ឺស៊ីវយ៉ុងក្នុងភូមិទៅឬពាក្យចាមអារ៉ាមទាំងនេះយីលី 사람들이 제가 하소영이라는 사람을 닮았대요. គាត់មិននឹកស្មានថាអ្នកក្នុងភូមិកាន់តែនិយាយកាន់តែជ្រុលទើបស៊ីសានខ្វាន់នាំយីលីទៅមុខផ្ទះហ៊ឺស៊ីវយ៉ុងប្រាប់យីលីថាបុរសម្នាក់នោះជាមនុស្សមិនដឹងគុណទោះពីមុនធ្លាប់តាមស្រឡាញ់ម្ដាយតែយូលីនបានបដិសេធគាត់ចោលយូរហើយសូម្បីតែស៊ីសានខ្វាន់នៅនិយាយអួតថាខ្លួនសង្ហាហើយពូកែទៀតទើបបំដាយព្យាយាមរៀបការជាមួយខ្លួនហើយយីលីក៏កោតសរសើរឪពុកខ្លួនជាខ្លាំងដំបូងស៊ីសានខ្វាន់ក៏មិនបានដាក់ចិត្តគិតអ្វីដែរគិតថាជាមនុស្សក្នុងភូមិដែលចំណែនខ្លួនបានរៀបការជាមួយចាន់ហ្វាតែមិននឹកស្មានថារឿងដែលកើតឡើងបន្តមកនេះនឹងផ្លាស់ប្ដូរគំនិតគាត់ទាំងស្រុងអ្នកនាំសារមកភូមិថ្មីម្នាក់ពេលឃើញយីលីក៏ប្រតិកម្មភ្លាមហើយយកសម្បត្តិមួយច្បាប់ជូនយីលី 너 이거 저기 네 아버지 갖다 드리라다 빼먹고 왔다잉?
아이고 날씨는 좋은데 비가 이게 សូម្បីតែអ្នកនាំសារមកថ្មីក៏គិតថាយីលីមើលទៅដូចហ៊ឺស៊ីវយ៉ងដែរពេលនេះគាត់មិនអាចស្ងប់ចិត្តបានទៀតទេដើម្បីទះមុខអ្នកភូមិដែលចូលចិត្តនិយាយដើមគេនោះនឹងធ្វើឲ្យខ្លួនឯងអស់កង្វល់ស៊ីសាន់ខ្វានបាននាំយីលីទៅពិនិត្យឌីណាដោយស្ងាត់នឹងថ្ងៃដែលចេញលទ្ធផលស៊ីសាន់ខ្វានបានហៅអ្នកភូមិទាំងអស់មកជុំគ្នាដើម្បីឲ្យអ្នកភូមិទាំងអស់ធ្វើជាសាក្សីថាយីលីគឺពិតជាកូនបង្កើតរបស់គាត់ដើម្បីឲ្យពាក្យចាំអារ៉ាមរលាយបាត់ទៅស៊ីសាន់ខ្វានពិតជាមានទំនុកចិត្តខ្លាំងណាស់គាត់ជឿជាក់លើភាពស្មោះត្រង់របស់យូលីនរហូតដល់ពេលដែលគាត់បើកលទ្ធផលត្រៀមនឹងប្រកាសខ្លាំងនោះសម្លេងគាត់ក៏ស្ងាត់ឈឹងបន្ទាប់មកទឹកមុខដ៏ភ្ញាក់ផ្អើលក៏បង្ហាញលើមុខគាត់ពិនិត្យលទ្ធផលម្ដងហើយម្ដងទៀតក្រោមការដាស់តឿនរបស់អ្នកភូមិគាត់មើលទៅយីលីដោយមិនអាចជឿបានតែលទ្ធផលដ៏ត្រជាក់ស្រេបនេះបានកំទេចបេះដូងស៊ីសាន់ខ្វានយ៉ាងខ្លាំងបន្ទាប់មកអ្នកភូមិក៏ដណ្ដើមរបាយការណ៍ពីដៃស៊ីសាន់ខ្វានហើយប្រកាសខ្លាំងថាភស្តុតាងដ៏ច្បាស់លាស់នេះបញ្ជាក់ថាយីលីមិនមែនជាកូនបង្កើតរបស់ស៊ីសាន់ខ្វានទេពីភាពមិនជឿជាក់រហូតដល់ខ្មាស់គេពេញភូមិស៊ីសាន់ខ្វានក៏មើលទៅផ្លូវត្រឡប់ទៅផ្ទះដោយក្តីខឹងសម្បារគាត់ខឹងរត់ទៅផ្ទះរកមើលប្រពន្ធគឺយូលីនដែលកំពុងធ្វើការ 왜 일락이 몸에 하소영은 피가 있냐고! 왜 소리는 지르고 난리야? 아주 귀가 나가겠어? 하소영의 피라니. 그게 다 무슨 소리예요? 황당하네 황당해. តែនាងបានរត់ចូលក្នុងផ្ទះភ្លាមមិនចង់ឲ្យរឿងនេះដឹងដល់អ្នកដទៃស៊ីសាន់ខ្វានដែលកំពុងខឹងសម្បារពេលឃើញយូលីនរត់ចូលទៅទើបដឹងខ្លួនថាមានអ្នកភូមិមកចំរោមមើលចង់មកមើលរឿងសប្បាយទោះបីជារឿងនេះខ្លួនឯងជាអ្នកចាប់ផ្ដើមតែគ្រួសារស៊ីសាន់ខ្វានក៏ត្រូវមានមុខមាត់ដែរបន្ទាប់ពីដេញអ្នកភូមិចេញប្តីប្រពន្ធទាំងពីរនាក់ក៏ចាប់ផ្ដើមជេរគ្នាប្រឈមនឹងការបដិសេធរបស់ប្រពន្ធស៊ីសាន់ខ្វានក៏ទប់កំហឹងខ្លួនឯងសម្រួលអារម្មណ៍ដើម្បីសួរប្រពន្ធឲ្យច្បាស់ក្នុងការជេរដោយស្ងប់ស្ងាត់ទើបយូលីនព្រមសារភាពថាមុនពេលស្គាល់ស៊ីសាន់ខ្វានគឺស៊ីវយ៉ងបានបង្ខំនាងដោយមិនខ្វល់ពីចិត្តនៃរបស់នាងឡើយរហូតមកដល់ពេលនេះរឿងនោះនៅតែដកជាប់ក្នុងចិត្តនិយាយកាន់តែច្រើនស៊ីសាន់ខ្វានកាន់តែឈឺចាប់មុនសិការរបស់គាត់ស្ទើរតែដួលរលំមិនអាចទទួលយកបានថាកូនដែលគាត់ស្រឡាញ់បំផុតគឺយីលីបែរជាកូនរបស់គូត្រូវរឿងដែលល្បីពេញភូមិនេះល្បីសោះសាយស៊ីសាន់ខ្វានក៏ខ្លាចជាសំណើចពេញភូមិទឹកចិត្តរបស់គាត់ក៏ធ្លាក់ចុះហើយចាប់ផ្ដើមបោះបង់ជីវិតយល់ពីមូលហេតុយីលីបានស្ម័គ្រចិត្តទទួលខុសត្រូវធ្វើការងារផ្ទះតែរាល់ពេលដែលគិតដល់កូនដែលគាត់ស្រឡាញ់បំផុតមិនមានឈាមជ័រជាមួយខ្លួននោះស៊ីសាន់ខ្វានតែងតែលួចយកម្នាក់ឯងរហូតដល់ថ្ងៃមួយកូនទី3មានចំនួនជាមួយក្មេងដទៃទើបគាត់ហៅកូនទី2មកជួយតែត្រូវបងប្រុសរបស់គេវាយយ៉ាងដំណំក្មេងទាំងពីរដែលត្រូវគេវាយក៏ប្រញាប់ទៅរកបងប្រុសយីលីដឹងថាប្អូនត្រូវគេវាយដែលកាន់ដុំថ្មគប់ទៅលើអ្នកបង្កហេតុភ្លាមបន្ទាប់មកក្រោមក្រសែភ្នែកភ្ញាក់ផ្អើលរបស់ក្មេងទាំងអស់ក៏និយាយពាក្យគំរាមដល់គេ 앞으로 한 번만 내 동생들 건드리면 그땐 진짜 가만 안 둘 거야. តែការប្រយុទ្ធមួយនេះរបស់យីលីបែរជាខ្លាចជារឿងពិបាកសម្រាប់ផ្ទះស៊ីសាន់ខ្វានការមិនចេះបែងចែកធ្ងន់ស្រាលរបស់ក្មេងបែរជាខ្លាចជាការទូទាត់សំណងរបស់ឪពុកម្ដាយអ្នកជិតខាងក៏លែងខ្វល់ពីមិត្តភាព10ឆ្នាំទាឲ្យស៊ីសាន់ខ្វានសងថ្លៃព្យាបាលចំនួន5,000 យ៉នបើមិនបានទេគេនឹងទៅលក់ឈាមសងតែស៊ីសាន់ខ្វានបែរជាមិនខ្វល់បន្តិចហើយប្រាប់ត្រង់ថាយីលីមិនមែនជាកូនបង្កើតខ្លួនជារឿងដែលដឹងយូរពេញភូមិទៅហើយបើចង់បានសំណងគឺទៅរកឪពុកបង្កើតរបស់យីលីគឺហ៊ឺស៊ីវយ៉ងទៅគ្មានជំរើសអ្នកជិតខាងក៏ទៅរកផ្ទះហ៊ឺស៊ីវយ៉ងតែហ៊ឺស៊ីវយ៉ងបានដកនៅកំណត់ត្រាត្រកូលរបស់គេចេញមកហើយប្រាប់ថា 등본에 그 허일락이란 이름이 있는 집에서 아저씨 아들 그 병원비를 내야죠. គ្រួសារហ៊ឺស៊ីវយ៉ងមានហេតុផលច្បាស់លាស់ហើយអ្នកជិតខាងក៏មិនហ៊ានរករឿងគេដែរក្នុងពេលដែលគេកំពុងបោះបាល់ដាក់គ្នាអ្នកជិតខាងរកមធ្យោបាយផ្សេងអ្នកដែលស៊ើចុងក្រោយគឺស៊ីសាន់ខ្វានទោះស៊ីសាន់ខ្វានមិនមែនជាឪពុករបស់យីលីតែក្នុងនាមជាឪពុកចិញ្ចឹមគាត់នៅតែត្រូវទទួលខុសត្រូវហើយស៊ីសាន់ខ្វានក៏ធ្វើជាមិនខ្វល់ហើយប្រាប់ឲ្យអ្នកដទៃចូលទៅក្នុងផ្ទះខ្លួនយករបស់មានតម្លៃទាំងអស់ទៅជាសំណង 제발 돌려주세요. 비켜 임마 비켜 임마 여기 놈 아버지, 엄마까지 가져가요. 좀 말려주세요. 야, 이 자식아, 이 잡종놈아. 이 집안에 네 아버지가 어딨어? 야 이 개자식아. 왜 일락이한테 욕을 하고 지랄이야? 작정이라니. 네 자식도 아니라면서 왜 욕하고 지랄이야? ដឹងខ្លួនថារឿងមិនល្អយូលីនដឹងថាស៊ីសាន់ខ្វានមានការរំខានចិត្តរឿងយីលីដោយសារកំហុសមកពីខ្លួនយូលីនក៏សម្រេចចិត្តដោះស្រាយបញ្ហានេះដោយខ្លួនឯងទើបនាងរៀបខ្លួនយ៉ាងស្រស់ស្អាតយកស្បែកជើងប៉ាក់ដែលខ្លួនស្រឡាញ់បំផុតមកពាក់បន្ទាប់ពីផ្លាស់សម្លៀកបំពាក់ស្អាតបាតរួចយូលីននៅតែស្រស់ស្អាតដើរតាមផ្លូវនៅតែជានារីដែលតាក់ទាញបំផុតហើយពីចំណុចនេះអាចឃើញថាស៊ីសាន់ខ្វានមានភាពច្រណែនជាមួយបុរសក្នុងភូមិប៉ុណ្ណាហើយដែលយូលីនត្រូវរៀបខ្លួនជួបហ៊ឺស៊ីវយ៉ងមួយគឺដើម្បីលាក់បាំងពីជីវភាពក្រីក្ររបស់ខ្លួនពីរគឺដើម្បីការពារសេចក្តីថ្លៃថ្នូរបីគឺដើម្បីប្រាប់ហ៊ឺស៊ីវយ៉ងថានាងជ្រើសរើសមនុស្សមិនខុសទេជីវិតដែលធ្លាប់មានសុភមង្គលតែដោយសាររឿងការពីអតីតហ៊ឺស៊ីវយ៉ងអ្នកបានបំផ្លាញជីវិតយូលីនខ្ញុំយ៉ាងហោចណាស់ក៏មើលដល់កូនយូលីនចង់ឲ្យហ៊ឺស៊ីវយ៉ងទទួលខុសត្រូវក្នុងនាមជាឪពុកសម្រាប់ថ្លៃព្យាបាលរបស់យីលីលើកនេះតែនាងមិននឹកស្មានថាហ៊ឺស៊ីវយ៉ងកាចសាហាវជាងនាងគិតមិនត្រឹមតែមិនទទួលស្គាល់យីលីជាកូនថែមទាំងពេលប្រឈមនឹងការចោទប្រកាន់របស់យូលីននៅបដិសេធមិនព្រមទទួលហើយយូលីនថាមិនស្គាល់ខ្មាស់ហើយការឆ្លោះប្រកែករបស់អ្នកទាំងពីរបានក្លាយជារឿងសប្បាយរបស់ពួកគេប្រពន្ធរបស់ហ៊ឺស៊ីវយ៉ងថែមទាំងចូលមកតាំងជាមួយយូលីនភាគីទាំងពីរវាយ
គ្នាទៅវិញទៅមកអាអ្នកចិត្តខាងដែលដឹងដំណឹងប្រញាប់មករកស៊ីសាន់ខ្វានប្រាប់ថាយូលីនត្រូវហ៊ឺស៊ីវយ៉ុងធ្វើបាបតែស៊ីសាន់ខ្វានដែលឮរឿងនេះនៅតែមិនខ្វល់សូម្បីតែប្រាប់អ្នកចិត្តខាងឲ្យកុំទៅពាក់ព័ន្ធអង្គុយហូបបាយជាមួយគ្នាយូលីនដែលត្រូវគេវាយក៏ក្លាយជាសំណើចទី2របស់អ្នកភូមិរហូតដល់ល្ងាចយូលីនក៏ត្រឡប់មកផ្ទះក្នុងស្ថានភាពអាម៉ាស់បំផុតឃើញប្តីមិនសួរនាំសោះយូលីនមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំងរហូតដល់នាងខឹងរត់ចូលទៅក្នុងផ្ទះស៊ីសាន់ខ្វានទើបមានអារម្មណ៍រំជួលចិត្តឃើញស្បែកជើងចាស់ដាច់របស់ប្រពន្ធស៊ីសាន់ខ្វានក៏មានអារម្មណ៍ជិះចាប់តាមព្រោះរឿងឈាមជ័ររបស់យីលីគាត់កាន់តែត្រជាក់ត្រជុំដាក់ប្រពន្ធនឹកឃើញរឿងយូលីនប៉ុន្មានឆ្នាំមកនេះដែលធ្វើការឲ្យផ្ទះនេះមិនដែលរអ៊ូអ្វីក៏នាងធ្វើសូម្បីតែស្បែកជើងថ្មីក៏មិនដែលទិញមួយគូក្តីអាណិតអាសូរក៏កើតឡើងតាមពិតទៅក្នុងចិត្តស៊ីសាន់ខ្វាននៅតែស្រឡាញ់យូលីនយ៉ាងហោចណាស់មនុស្សដែលតាមស្រឡាញ់យូលីនឈួតលប់កាលពីមុនគឺស៊ីសាន់ខ្វាននេះឯងហើយស៊ីសាន់ខ្វានក៏ជាបុរសដែលមានការទទួលខុសត្រូវមុនពេលទៅមន្ទីរពេទ្យដកឈាមគាត់ប្រាប់កូនទាំងពីរដោយទឹកមុខមើងម៉ាត់ថាត្រូវតែចាំថាអ្វីដែលធ្វើឲ្យផ្ទះពួកគេខ្លាចជាបែបនេះគឺមកពីហ៊ឺស៊ីវយ៉ុងទើបស៊ីសាន់ខ្វានប្រាប់កូនប្រុសទាំងពីរឲ្យចាំថា 이 다음에 커서 그 두 딸들을 잡아뜨려버려. 어떻게 하라고? 잡아뜨리라고요.